ជំរាបសួរខ្ញុំបាទឈ្មោះស្រីលីហួងជានិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាមខ្ញុំជានិស្សិតឆ្នាំទី3រៀនជំនាញគ្រប់គ្រងនៅក្នុងថ្ងៃនេះគឺខ្ញុំបានមកចូលទស្សនកិច្ចក្រុមហ៊ុនធ្វើសម្បកកង់ឡានមួយដែលដឹកនាំនិស្សិតមកដើម្បីសិក្សានិងស្រាវជ្រាវពីរបៀបនិងដំណាក់កាលនៃការធ្វើផលិតកង់ឡានចំពោះការផលិតកង់ឡានគឺមានដំណាក់កាលជាច្រើនខ្លាំងមែនទែនដែលធ្វើឲ្យនិស្សិតនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចរបស់យើងអាចសិក្សាស្រាវជ្រាវនិងស្វែងយល់ដើម្បីធ្វើជាចំណេះដឹងផ្ទាល់ខ្លួនជាពិសេសបងប្អូននិងសិស្សនិស្សិតទាំងអស់គ្នាអាចមកដាក់ពាក្យការងារអាចទំនាក់ទំនងតាមសាលាឬមួយក៏អាចមកដាក់ផ្ទាល់នៅទីនេះបានដូចគ្នាផងដែរជាចុងក្រោយខ្ញុំសូមអរគុណទៅកាន់សាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចខេត្តកំពង់ចាមដែលបានដឹកនាំសិស្សនិស្សិតទាំងអស់មកចូលរួមទស្សនកិច្ចនៃការផលិតកង់ឡាននេះផងដែរហើយក៏សូមអរគុណទៅកាន់ក្រុមហ៊ុនដែលបានអនុញ្ញាតឲ្យសិស្សានុសិស្សនិងសាស្ត្រាចារ្យទាំងអស់បានមកចូលសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីរបៀបនៃការផលិតកង់ឡាននេះផងដែរបាទសូមអរគុណ